ហើយដើម្បីឲ្យកង់ឡានវាវិលយើងធ្វើម៉េចយើងទៅដាក់ rotation ព្រោះ rotation គឺជាការបង្វិលនៃ object របស់យើងណា rotation ណាអញ្ចឹងយើងបង្កើតនេះមួយមកយើងចុចអក្សរ all មួយអូខេចុចអក្សរ all ហើយយើង add keyframe មួយអូខេ add keyframe នឹងមួយហើយ add keyframe នឹងមួយចុច add នេះមួយទៀតមកអូខេអញ្ចឹងកង់ឡានរបស់យើងអត់តន់វិលទេអញ្ចឹងដើម្បីឲ្យវិលយើងចុចលេខនឹងមកហើយយើងមើលនេះយើងវាយដាក់លេខ1មកលេខ1ហ្នឹងស្មើនឹងមួយជុំអូខេស្មើនឹងមួយជុំយើងមើលកង់ឡានរបស់យើងវិលទេឃើញវាវិលទេនេះឃើញទេជាងកង់ឡានយើងវិលទេក្នុងវីដេអូនេះគឺជាវីដេអូសម្រាប់អ្នកថ្មីតែម្ដងដែលមិនទាន់ចេះនៅក្នុងកម្មវិធី After Effects ហើយចង់បញ្ជាក់ដែរថានៅក្នុងកម្មវិធី After Effects គឺជាកម្មវិធីមួយដែលយើងសម្រាប់ធ្វើ motion graphic អញ្ចឹងជំហានដំបូងដែលយើងអាចធ្វើ motion graphic នឹងបានយើងអាចចូលមកកម្មវិធី After Effects នឹងបានចឹងតាមអ្នកដែលមានកម្មវិធី After Effects ហើយយើងបើកចូលកម្មវិធី After Effects មកវីដេអូនេះគឺជាវីដេអូសម្រាប់អ្នកថ្មីតែម្ដងដែលមិនធ្លាប់ចេះនៅក្នុងកម្មវិធី After Effects អញ្ចឹងយើងមើលនៅខាងឆ្វេងដៃវាមានពាក្យពីរទី1គឺ New Project ទី2គឺ Open Project អញ្ចឹងយើងដាក់ New Project មកអញ្ចឹងដល់ពេលយើងបើកមកដល់គឺវាមានពីរដូចគ្នាគឺ new composition ហើយនិង new composition from footage អញ្ចឹងសម្រាប់ new composition ហ្នឹងគឺជាកន្លែងដែលយើងត្រូវបង្កើតថ្មីទាំងអស់តែម្ដងប៉ុន្តែនៅក្នុង new composition from footage បានន័យថាយើងមានរូបភាពឬក៏មានវីដេអូអញ្ចឹងទៅយើងអាចដាក់ចូលនៅក្នុង new composition from footage បានអញ្ចឹងយើងថ្មីយើងចូលមកកាន់ new composition មកនៅពេលដែលយើងបង្កើតមកcompose ថ្មីតែម្ដងនៅខាងលើហ្នឹងធ្លាប់បានបញ្ជាក់ពីមុនមកអញ្ចឹងគឺជាកន្លែងឈ្មោះរបស់យើងសម្រាប់motion របស់យើងឧទាហរណ៍ថាយើងដាក់អីគេឧទាហរណ៍ថាដាក់B001 ឧទាហរណ៍ណាហ្នឹងហើយកន្លែងនេះគឺជាកន្លែងដែលយើងត្រូវជ្រើសរើសទំហំmotion របស់យើងតែយើងធ្វើទំហំប៉ុណ្ណាយើងធ្វើទំហំ 4K ឬក៏ Full HD មួយ frame តាមអ្វីដែលយើងចង់បានហើយការងារសាក់ស្ដែងរបស់យើងហើយតើតើនឹង width ហើយនឹង high តើតើទៅជាមួយនឹងទទឹងហើយនឹងទទឹងហើយនឹងបណ្ដោយតែយើងយកទទឹងមិនបណ្ដោយមិនអីចឹងណាអញ្ចឹងនៅការបង្ហាញនេះដាក់ Full HD ណា25 frameអញ្ចឹង25 frame វាជា frame rate គ្រប់គ្រាន់ហើយសម្រាប់នៅក្នុងស្រុកខ្មែររបស់យើង25 frame តែតាមបរទេសអីគេយក30 frame អីចឹងទៅនៅកន្លែងខាងក្រោមគឺជាកន្លែងយើងកំណត់នាទីវីដេអូរបស់យើងវាមានម៉ោងមាននាទីហើយនិងមានវិនាទីអូខេអញ្ចឹងយកត្រឹមមួយទៅបានហើយចឹងកន្លែងនេះគឺយើងមើលមកក្រោមគឺជាកន្លែងដែលយើងអាចដូរ background បានដែរអញ្ចឹង background របស់យើងយកពណ៌ខ្មៅក៏បានយកពណ៌សក៏បានយកពណ៌ណាក៏បានដែរស្រាញ់ចិត្តដែលយើងត្រូវធ្វើការងារជាក់ស្ដែងប៉ុន្តែពីច្រើនយើងយក background ពណ៌ខ្មៅអូខេចឹងយើងចុចអូខេមកចឹងនៅពេលដែលយើងបើកមុនដំបូងគឺវាថ្មីចាស់តែម្ដងណាអត់មានអីទេចង់បញ្ជាក់ដែរនៅពេលដែលយើងចូលមកកាន់ After Effects ដំបូងនៅពេលដែលយើងបង្កើត Compose ហើយយើងត្រូវមានទម្លាប់មួយត្រូវបង្កើត folder របស់យើងឲ្យមានរបៀបរៀបរយឧទាហរណ៍ថានៅក្នុងmotion របស់យើងវាមានទាំងវីដេអូវាមានទាំង audio វាមានទាំង sound វាមានទាំងeffect អីផ្សេងៗយ៉ាងទៅអញ្ចឹងយើងមិនអាចយកមកដាក់នៅកន្លែង project យើងបាននេះនៅពេលឧទាហរណ៍ថាយើងដាក់ឥឡូវឧទាហរណ៍ថា project ណាមួយឧទាហរណ៍ថាយើងដាក់រូបភាពមួយចូលអញ្ចឹងនៅក្នុងរូបភាពហ្នឹងវាដាក់អញ្ចឹងនៅពេលដែលយើងដាក់វីដេអូទៀតវានៅហ្នឹងវាកវាច្រើនអញ្ចឹងទៅវាដឹងថាមួយណាវីដេអូមួយណារូបភាពមួយណា sound មួយណាអីដែរអញ្ចឹងវាធ្វើឲ្យការងាររបស់យើងហ្នឹងរញ៉េរញ៉ៃមែនទែនអញ្ចឹងយើងអាចបង្កើត folder មួយយើងអាចចុចនៅកន្លែងខាងក្រោមនេះវាដាក់ថា create new folder ណាអូខេយើងចុចមួយមកអញ្ចឹងវាឲ្យយើង rename ហីfolder របស់យើងដាក់ឈ្មោះគេឧទាហរណ៍ថាដាក់ full text អូខេ full text
អូខេ full text ចឹងនៅក្នុង full text របស់យើងនោះមានអីខ្លះឧទាហរណ៍ថាយើងមានphoto យើងមាន video យើងមានsound អីចឹងទៅអញ្ចឹងយើងតម្លាក់វាមួយមកហើយយើងកើតយើងបង្កើត create មួយទៀតមកអូខេហើយយើងដាក់ថា sound ឧទាហរណ៍យើងដាក់ sound ឥឡូវឧទាហរណ៍ថាបើសិនជាយើងសរសេរខុសអញ្ចឹងតែយើងត្រូវ rename វាមិនលុបអីមិនអញ្ចឹងឧទាហរណ៍បើសិនជាយើងសរសេរខុសនេះដូចនេះសរសេរខុសមានតងជ្រូកមួយទៀតណាអញ្ចឹងយើងអាច rename បានយើងគាត់ថា mouse ស្ដាំលើវាមកយើងទៅរកពាក្យថា rename អញ្ចឹង rename យើងអាចលុបបានអូខេហើយយើង enter វិញមកអញ្ចឹងយើងបង្កើតមួយទៀតយើងដាក់ថា video ឧទាហរណ៍ហ្នឹងហើយ video ឧទាហរណ៍យើងលុបយើងចុចឡើងនេះណាអូខេយើងដាក់មួយទៀតមកយើងដាក់ថា video អូខេ video អូខេហើយយើងដាក់មួយទៀតយើងដាក់អីគេឧទាហរណ៍ថាយើងដាក់ថា sound effect ឧទាហរណ៍អញ្ចឹងណាអូខេយើងដាក់ sound អញ្ចឹង sound effect អូខេអញ្ចឹងយើងទម្លាប់ដាក់របស់យើងនឹងឲ្យមានរបៀបរៀបរយឧទាហរណ៍ថាយើងមានរូបភាពយើងដាក់រូបភាពមួយទៀតឧទាហរណ៍យើងដាក់រូបភាពមួយទៀតយើងដាក់ថា photo អូខេ photo ចឹង photo ហ្នឹងវាមានយើងដាក់ photo file ចុះដោយសារតែនៅពេលដែលយើង import ចូលយើងមានទាំង file Photoshop យើងមានទាំង file អីឡាចឹងយើងដាក់ file ទៅអូខេយើងដាក់ file ទៅចឹងរូបភាពរបស់យើងហ្នឹងវាមានទាំង file វាមានទាំង photo ណាឧទាហរណ៍អូខេឧទាហរណ៍ថានេះចុះនេះជា file អញ្ចឹងនៅក្នុងកម្មវិធីនេះគឺជាកម្មវិធីដែលយើងសម្រាប់តែធ្វើ motion ទេយើងអាច design អីបើយើងចង់ design យើង design នៅក្នុងកម្មវិធី Photoshop ហើយឬក៏កម្មវិធី Illustrator ហើយយើងរៀបចំ layer មិនអីមិន layer ណាដែលយើងសម្រាប់ធ្វើ motion យើងត្រូវតែconvert វាសម្រាប់ក្នុងការមកធ្វើ motion graphic អូខេអញ្ចឹងទាញទៅដាក់មកនៅក្នុងphoto file របស់យើងហើយនេះយើងយក composition មកនេះយើងយកពាក្យថា layer size អូខេវាសម្រាប់នៅក្នុងfile Illustrator អញ្ចឹងនៅពេលដែលនេះឃើញទេយើងមាន file របស់យើងអញ្ចឹងនេះ compose របស់យើងហ្នឹងយើងគួរតែដាក់ compose មួយឯងគួរតែបង្កើតថ្មីមួយដែរណាដាក់ពាក្យថា compose អូខេ com នេះដាក់ com អញ្ចឹងចាអញ្ចឹងយើងទាញ com របស់យើងនេះហើយចូលមកអូខេហើយបន្តមកទៀតយើងទាញក៏បានអូខេយើងទាញប្រជារបស់យើងហ្នឹងមកដាក់មកក្រោមមកអូខេអញ្ចឹងនេះសម្រាប់អ្នកថ្មីតែម្ដងអញ្ចឹងមុនដែលយើងអាចអីគេយើងអាចធ្វើ motion បានយើងត្រូវតែស្គាល់នៅចលនាទាំង4ប្រភេទដែលយើងអាចធ្វើចលនានៅក្នុងកម្មវិធី After Effects នឹងបានមិនថា After Effects ទេសូម្បីតែនៅក្នុងកម្មវិធី Premiere កម្មវិធី DaVinci ក៏យើងត្រូវស្គាល់នឹងដែរបើមិនតែយើងមិនស្គាល់នឹងទេយើងអត់អាចធ្វើចលនាបានទេទាញនេះចុះក្រោមបន្តិចអូខេយើងចូលមកកន្លែងនេះយើងដាក់ឲ្យវាមានបន្ទាត់ចេះយើងស្រួលមើលអូខេឥឡូវយើងទៅយក background មួយដើម្បីដាក់កុំឲ្យវាខ្មៅគាំងអញ្ចឹងដាក់ background មកយើងចូលទៅកន្លែង photo file អូខេយើងចាប់ទាញមកដាក់ខាងក្រោមអូខេអញ្ចឹងនៅពេលដែលយើងចាប់ទាញរូបភាពរបស់យើងមកដាក់នៅក្នុងនេះរូបភាពរបស់យើងវាធំដោយសារតែទំហំរបស់យើងនេះ Full HD ចឹងបើសិនជាធំយើងអាចចុចអក្សរ S ដើម្បី scale អញ្ចឹងអក្សរ S ហ្នឹងវាស្មើនឹងពាក្យ scale អូខេវាស្មើនឹងពាក្យ scale អញ្ចឹងយើងអាច scale វាតូចមកតាមពេលដែលយើងចង់បានមកអូខេយើង scale យកប៉ុណ្ណឹងចុះអូខេអញ្ចឹងបន្តមកទៀតយើងត្រូវស្គាល់ចលនាទាំង4ដើម្បីងាយស្រួលក្នុងការធ្វើចលនាទី1យើងស្គាល់ពាក្យថា position វាមាន4ប្រភេទទី1 position ទី2 scale ទី3 rotation ហើយទី4 opacity អញ្ចឹង position ហ្នឹងបានន័យថាម៉េច position ហ្នឹងបានន័យថាគឺជាទីតាំងថាតែobject របស់យើងចង់ឲ្យវាទៅដាក់ទីតាំងនៅណាអញ្ចឹងណាហើយមួយទៀត scale គឺទំហំតូចធំ
ហើយ ទី 2 គឺ rotation ហ្នឹងបានន័យថាបង្វិល object របស់យើងអូខេទី 4 គឺ opacity នេះគឺភាពច្បាស់កម្រិតច្បាស់នៃ object របស់យើងឬក៏រូបភាពរបស់យើងអញ្ចឹងតែអញ្ចឹងដើម្បីយើងធ្វើចលនាបានអញ្ចឹងមុនដំបូងដែលយើងត្រូវធ្វើចលនាយើងធ្វើម៉េចឲ្យ object របស់យើងនឹងដើរនេះដោយឧទាហរណ៍ថាឡានអញ្ចឹងចុះអូខេឡានអញ្ចឹងយើងចង់ឲ្យឡានរបស់យើងនឹងមានចលនាអញ្ចឹងដើម្បីឲ្យចលនាបានយើងមើលមកក្រោមយើងមើលពាក្យបច្ចេករបស់យើងនេះអញ្ចឹងយើងdouble click វាមួយមកអញ្ចឹងវាមកនេះអូខេនៅពេលដែលយើងdouble click ទៅវាមាន file របស់យើងនេះវាមាន2នេះលុបនេះចេញអូខេអញ្ចឹងយើងមើល file របស់យើងមើលវា full HD អត់បើសិនជាយើងចង់ទៅកែចង់ទៅអីយើងអាចកែបាននេះអញ្ចឹង file របស់យើងនេះមិនមែន full HD ទេអញ្ចឹងដើម្បីឲ្យរបស់យើងនឹង full HD យើងដូរពី custom ទៅដាក់ full HD 25 frame អូខេអញ្ចឹងវា fit មកវិញអញ្ចឹងយើងទាញ background ដាក់នេះវិញដោយសារយើងធ្វើនៅនេះអូខេព្រោះនេះយើងរៀបចំរបស់យើងបានស្អាតយើងរៀបចំរបស់យើងរៀបចំនេះបានស្អាតអញ្ចឹងវាស្រួលក្នុងការធ្វើចលនាអូខេព្រោះនេះ file នេះយើងរៀបចំពីគេយើងរៀបចំអំពី Illustrator មកអញ្ចឹងអ្នកទាំងអស់គ្នាមុននឹងធ្វើចលនាចង់ឲ្យអ្នកទាំងអស់គ្នាបង្កើតទម្លាប់មួយគឺតែងតែយកពាក្យ null object ហ្នឹងយកមកប្រើអញ្ចឹងយើង select ទាំងអស់ហ្នឹងមក3នេះហើយយើងយកនេះមកដាក់តិចទៀតនឹងប្រាប់ថាតើ null object ហ្នឹងវាសំខាន់មិនអញ្ចឹង null object ហ្នឹងវាគ្រប់គ្រងមិនឧទាហរណ៍បើសិនដែលយើងចង់ទាញឡានហ្នឹងចុះក្រោមនៅពេលដែលយើងទាញវាឃើញវាមកតានេះកង់ឡានវាអត់មកទេយល់ទេកង់ឡានវាអត់មកទេអញ្ចឹងបើសិនជាយើងចង់ឲ្យវាមកអស់តើយើង select ទាំងអស់ចេះហើយយើងចាប់ទាញប៉ុន្តែសម្រាប់ null object ឧទាហរណ៍ថាយើង select នេះមក select ទាំង3ហ្នឹងមកព្រោះវាមានកង់ឡានទាំងសងខាងមុខក្រោយហើយវាមានតួឡានអូខេអញ្ចឹងឧទាហរណ៍បើសិនជាយើងយកអា layer កង់ឡានអីហ្នឹងយើងដាក់នេះយើងមើលកន្លែង link នេះយើងយកនឹងទៅដាក់ link ជាមួយ null មក null របស់យើងហ្នឹងនៅពេលដែលយើងចាប់តែ null ឯនេះយើងចាប់ទាញឯណាក៏បានដែរឃើញទេវាងាយស្រួលអញ្ចឹងវាងាយស្រួលអញ្ចឹងវាមកទាំងតួឡានវាមកទាំងកង់ឡានចុះវាងាយស្រួលអញ្ចឹងអូខេអញ្ចឹងដើម្បីយើងធ្វើចលនាបានមុនដំបូងយើងត្រូវធ្វើម៉េចយើងមកមើលនេះព្រោះនេះអីគេអូខេនេះកង់ឡាននេះអីចឹងទៅប៉ុន្តែបើសិនជាយើងចង់ងាយស្រួលឧទាហរណ៍យើងចង់សូមួយណាឧទាហរណ៍យើងចង់សូតួឡានយើងមើលកន្លែងនេះកន្លែង solo យើងគាត់ចុចតួឡានមកវាចេញទៅតួឡានទេឃើញទេងាយស្រួលអញ្ចឹងមួយដែរចឹងអ្នកនរគ្នាគួរដឹងកន្លែងនេះមួយដែរណាអូខេអញ្ចឹងវីដេអូហ្នឹងអាចវែងបន្តិចដោយសារជាវីដេអូប្រភេទបង្រៀនចឹងអ្នកនរគ្នាសង្ឃឹមថាចេះនៅពេលដែលមើលវីដេអូហ្នឹងអូខេដល់ពេលយើងធ្វើចលនាមុនដំបូងយើងចង់ឲ្យឡានហ្នឹងវាមកអូខេចឹងមកយើងស្គាល់ណាទី1 position ទី2 scale ទី3 rotation ទី4ហើយនិង opacity ចឹងយើងត្រូវលេងអីគេយើងត្រូវលេង position ហ្នឹងគឺជាទីតាំងចឹងយើងចុចអក្សរ P មកចុចអក្សរ P វាស្មើនឹងពាក្យថា position អូខេចឹងយើងអាចscale នេះមកនេះ scale ឡើងនឹងមកក្រោយមកអូខេ scale ឡើងមកក្រោយមកចឹងបន្តមកទៀតយើងបង្កើត keyframe ចឹងដើម្បីបង្កើត keyframe បានយើងត្រូវចុចកន្លែងនេះយើងមើលកន្លែងវងមូលហ្នឹងកន្លែង position ហ្នឹងយើងចុចមក keyframe មួយ keyframe ហ្នឹងគឺជាកន្លែងដែលសម្រាប់ឲ្យobject របស់យើងហ្នឹងមានចលនាចឹងដែលអាច object របស់យើងហ្នឹងមានចលនាបានគឺវាអាស្រ័យទៅលើយើងដាក់ keyframe របស់វាចឹងបើសិនជាយើងអត់បានដាក់ keyframe របស់វាទេចលនានៃ object របស់យើងគឺវាអត់ដើរទេអូខេចឹងយើងអាច add keyframe មួយទៀតអូខេចឹង add keyframe មួយទៀតកុំ add កន្លែងនេះអូខេអត់ add កន្លែងហ្នឹងទេយើងមើលកន្លែងនេះឃើញកន្លែងលេខតូចហ្នឹង add វាមកវាឃើញពី add ឬក៏ remove ទេអូខេចឹងបើសិនជាយើងចង់ឲ្យអីគេចង់ឲ្យឡានរបស់យើងហ្នឹងមកណាមកមុខចឹងយើងទាញមកមុខវិញមកអូខេនេះឃើញទេនេះអូខេ
Thấy cây vô một ấy nè chẳng bữa sinh này dân trong oi về lươn trong oi về lươn dân tiền nhà khi frame này mà một tí máu bữa sinh này dân trong oi về lươn ok mà lươn khởi nhé ở đâu vì tròn hú dân ai đã nên tao ngọc này hai chia riêng của bạn tích ok chẳng dân khi lan dân mà một này tại bữa sau này chọn người lớn dân khi frame nào một tí máu ok khi frame một tí máu ok chẳng về đường lươn còn tay dân mới tới với học được ở smooth chẳng làm bài smooth dân còn check F5 máu là thông khi bọn bởi dân check F5 máu chẳng làm bởi dân mau đường smooth thì vậy ok thì nhé ní mau đường lươn trong sân đây chọn ở dưới dân tiền khi frame đặt lại này máu trong mơ ok vì đừng dứt một tạch hay đầm bay ở con lan với nè con lan thì vỡ nhưng thưa mày chân tự đạn cái rotation cứ chia ở ca bùng vỡ này object bỏ giờ nó rotation á ok lâu u thọ mờ mùi nhưng trích mà mơ cái con lan á như vậy rotation cứ cho so o đó ok o rồi có a đó rồi so on máu nhưng trích mờ này ok làm tích này như khi nhé khi con lan thì vỡ đấy trong rotation nó cứ chia một vân này object bỏ dưỡng ôi thôi ta bữa sinh này dân trong ai con là nắng về vỡ chẳng dân bậc ca đi mưa máu dân cho so all muối thế cho so all hết dân add keyframe muối thế add keyframe là muối thấy add keyframe là muối cho add như muối tiệt máu ok chẳng con la dân toàn vỡ này chẳng làm bèo vỡ dân cho lại nâng máu hay dân mời này dân phải đặt lệch môi nó smile nâng một chùm ok smile nâng một chùm giờ mới còn làm với dân vờ lấy khi về vờ lấy này khi nhé khi còn làm như vờ lấy nó mới khi nhé khi vờ lấy nâng này chẳng còn làm cao dân thương mấy đầm bè over này trong bữa sau này dân chọn ai vờ đáy nghi rồi thế giờ còn trực lên nâng máu định mình đó ok mình toàn ao lên play cắt đấy nè dân thưa môi là bị ao chạm đại sân cho nên cho all smart pi rotation ok smart pi rotation chẳng dân add keyframe một tiết cho keyframe một máu cho keyframe một tiết ok add keyframe máu chẳng nhân vai lệch môi một tiết lệch môi nó smart một chùm nè lệch môi nó smart một chùm ok ok thấy nhé khánh việc vỡ lên này khánh còn lại những vỡ thằng ấy trong bữa sinh này dân cho ai về từ một tham tiết làm bao giờ nó chứng add keyframe mua tiền mà khó này chứng add keyframe dân check á shift p mua tiền máu trong việc bật cạn mua tiền này ok chẳng làm bao giờ máu cứ bị chụp lại nè ngày ok bị chụp lại nè trong bữa sinh này dân cho ai làm về từ một tiết dân ai ok dân ai tiền làm vào một máu tiền làm vào một máu ok nhưng chậm mới chẳng làm về mà một hơi một tiết về tới từ một đòn khơi nhé về tới lườn trong một sân đây chọn về đường trường tích ôi ai đã bán đấy ok khơi nhé chẳng sầm khán ở tại dương scroll biệt tha rotation biệt tha scale hay nó biệt tha opacity chẳng bị chạm mong tiết biệt tha scale nó ban này tha tùm hôm tôi được thòm bùi thò cho nó vì mình thòm tôi kia nhé khi thòm tôi chứ cho bạn thòm cho bạn tôi đọc về opacity nó ban này tha cầm rạch ba này object bao giờ cho so thì máu khởi nhé cầm rạch phía ba này object bao giờ mỗi tiết cứ rotation làm prap nó cứ cả vơ bùng vơ rồi bỏ object bao giờ rồi dừng chạy lại nó cho bị rotation máu khởi nhé khinh vờ này khởi nhé khinh vờ đấy thì cho ban vờ vào man của ban này trên np để dân chết tới cái np để dân chết cứ dân ngay xua không cả vờ cái không cả vờ motion nick cứ chia cứ một bốn
ដែលអ្នកទាំងអស់គ្នាត្រូវដឹងដែរអូខេបើសិនជាយើងមិនចេះទាំង4ហ្នឹងទេគឺពិបាកក្នុងការធ្វើចលនាអូខេប៉ុណ្ណឹងចុះចឹងចាំជួបគ្នាក្នុងវីដេអូក្រោយ